សួស្តីទាំងអស់គ្នានេះគឺជា blog ថ្ងៃទី2របស់ខ្ញុំដែលខ្ញុំស្នាក់នៅ Vasa Signature Hotel and Residence នៅថ្ងៃទី2នឹងទាំងអស់គ្នាដេកនិយាយទៅមែនក្រោកមក breakfast យឺតថាគេឡើងចង់រើអស់ហើយឡើងគាត់ទៅក្រោកមកដើរចេញពីកន្ទប់មកមើលម៉ោងចិត្ត11បាត់ដល់ពេលហើយពេលហ្នឹងជួបបងប្រុសបុគ្គលិកខាងអូតែគាត់ឡើង friendly គាត់និយាយ good morning ជាមួយខ្ញុំមិនទាន់នឹងស្វាងផងដល់ពេលទៅនិយាយមកគាត់ថាអើបងខ្ញុំក្រោកយឺតទៅគាត់ថាអីទេថ្ងៃហ្នឹងថ្ងៃសៅរ៍គេ breakfast គេ delay អីចឹងណាហើយនេះគឺជា breakfast របស់ខ្ញុំទាំងអស់គ្នាគ្រាន់តែក្រូចឆ្មាក៏មកដែរណាហើយមើលគេ deco ឲ្យឡើងអែមឡើងតំណងហើយទាំងអស់គ្នាមើលទៅទឹកមុខមិនទាន់ស្វាងផងញ៉ាំកាហ្វេហើយប៉ុន្តែកាហ្វេវាអត់ទាន់ជ្រាបចូលក្នុងខ្លួនចឹងណាអញ្ចឹងទឹកមុខរបស់យើងវានៅក្នុងទ្រង់ទ្រាយលក្ខណៈដូចយើងនៅលើក្រែនៅឡើយហើយកាទៀវគេនៅថ្ងៃហ្នឹងឆ្ងាញ់ណាស់ទាំងអស់គ្នាទឹកស៊ុបគេឡើងមានជាតិហ្មងណាហើយញ៉ាំ breakfast ពេលហ្នឹងតែពេលដែលយើងទំក្រោកពីគេងគឺមានន័យថាយើងអាចញ៉ាំបានដូចពេលយើងហេវទេពេលដែលខ្ញុំក្រោកហើយខ្ញុំទៅញ៉ាំ breakfast កាទៀវខ្ញុំញ៉ាំអត់អស់ទេខ្ញុំញ៉ាំអត់អស់ហើយដល់ពេលហើយអូនស្រីគាត់ clear ចេញអញ្ចឹងគាត់សួរនាំថាបងនៅសល់កាទៀវច្រើនអញ្ចឹងណាដល់ពេលហើយខ្ញុំថាខ្ញុំញ៉ាំអត់អស់ហើយដល់ពេលគាត់ថាគាត់ស្មានតែថាវាអត់ឆ្ងាញ់អត់អីចឹងណាការពិតសេវាកម្មមែនទាំងអស់គ្នាការផ្ដល់សេវាកម្មឲ្យភ្ញៀវការសង្កេតឃើញចំណុចតិចតួចរបស់ភ្ញៀវអាចបញ្ជាក់បានពាក់ព័ន្ធជាមួយនឹងម្ហូបអាហារពាក់ព័ន្ធជាមួយនឹងសេវាកម្មអីចឹងណាគាត់សួរលក្ខណៈបែបនឹងមកគឺគាត់អាចដឹងពីចម្លើយរបស់ភ្ញៀវអីចឹងណាជាងដែលយើងអត់បានសួរនាំភ្ញៀវជួនកាលពេលខ្លះភ្ញៀវខ្លះពេលដែលគាត់ញ៉ាំអត់ឆ្ងាញ់អត់អីចឹងគាត់អត់មាត់អត់អីគាត់អត់មានខមមិនមានអីជាដើមចឹងណាដល់ពេលចឹងទៅខាងអូតែខាងអ្នកផ្ដល់សេវាកម្មគាត់អត់សូវដឹងដែរចឹងណាដូចជាបទពិសោធន៍ខ្ញុំអូនស្រីគាត់សួរខ្ញុំដោយពាក្យសម្ដីទន់ខ្លួនគាត់ចង់ដឹងពីចម្លើយថាហេតុអីក៏ខ្ញុំញ៉ាំអត់អស់អីចឹងគាត់បារម្ភថាម្ហូបអាហាររបស់គាត់អត់ឆ្ងាញ់អត់អីចឹងណាតែវាមិនមែនអត់ឆ្ងាញ់ទេទាំងអស់គ្នាដោយសារតែកាទៀវមួយចានហ្នឹងច្រើនហើយមួយវិញទៀតខ្ញុំទៅគ្រប់ពីគេអញ្ចឹងឲ្យខ្ញុំញ៉ាំកាទៀវញ៉ាំអីមួយចានធំអញ្ចឹងខ្ញុំញ៉ាំអត់អស់ទេហើយបានតែថាខ្ញុំហត់ទឹកស៊ុបទឹកអីអញ្ចឹងណាហើយបន្ទាប់ពីញ៉ាំហើយអូទាំងអស់គ្នាខ្ញុំស្រឡាញ់កន្លែងនេះមើលគេដេកឡើងលុយខ្ញុំឃើញអាហ្នឹងខ្ញុំសម័យឃើញតែខ្ញុំចង់ទិញយកមកដេកគាត់ផ្ទះហើយ outfit របស់ខ្ញុំទៅ breakfast ខ្ញុំការពិត plan របស់ខ្ញុំថាខ្ញុំពាក់ outfit នៅថ្ងៃទី2តាហើយញ៉ាំ breakfast ហើយអីហើយបោកមកតែវិញនិយាយចំ check out ពីព្រោះអីខ្ញុំត្រូវ check out ម៉ោង12អញ្ចឹងណាជាទម្លាប់របស់ខ្ញុំនៅពេលដែលខ្ញុំ check out ខ្ញុំត្រូវរៀបចំមើលពូកមើលខ្នើយមើលអីចឹងណាអ្វីដែលខ្ញុំបារម្ភហ្នឹងគឺតាក់ទងជាមួយបើសិនជាអីវ៉ាន់កញ្ចុកតិចតួចអីចឹងទៅបើសិនជាយើងអត់រៀបចឹងទេវាអាចនៅក្រោមពូកក្រោមអីក្រោមភួយក្រោមអីចឹងទៅយើងអត់ដឹងចឹងកុំឲ្យថាយើងពិបាកក្នុងការត្រឡប់ទៅយកវិញអីខាតពេលវេលាអីចឹងជាដើមណាអញ្ចឹងជាធម្មតាខ្ញុំតែងតែបត់ភួយបត់អីបន្តិចបន្តួចចឹងទៅដើម្បីឲ្យមើលទៅវាមានសណ្ដាប់ធ្នាប់ផងហើយមួយទៀតហ្នឹងវាលក្ខណៈមួយថាយើងអាចដឹងពីបើសិនជាយើងភ្លេចអីវ៉ាន់ភ្លេចអីនៅក្រោមហ្នឹងយើងដឹងអញ្ចឹងណាព្រោះកញ្ចុកច្រើនណាស់ទាំងអស់គ្នាបន្ទាប់ពីរៀបចំពូករៀបចំអីប្រម៉ែប្រមូលអីវ៉ាន់ប្រម៉ែប្រមូលអីហើយទៅរៀបចំតែមួយទៅយើងអាចមើលឲ្យវ៉ាន់យើងអីយើងអញ្ចឹងតែយើងភ្លេចអីអត់ចឹងណាហើយមួយវិញទៀតហ្នឹងខ្ញុំអត់ភ្លេចពាក់ព័ន្ធជាមួយនឹងខាងអូតែគាត់សរសេរ welcome letter ដាក់ឲ្យខ្ញុំទទួលខ្ញុំនៅពេលដែលខ្ញុំទៅដល់អញ្ចឹងណាខ្ញុំយកមកផ្ទះទុកជាអនុស្សាវរីយ៍ហើយបន្ទាប់មករៀបចំមួយតាក់ពីព្រោះពេលទៅ breakfast ហ្នឹងបានតែលុបមុខដុសធ្មេញទេប៉ុន្តែមិនបានមួយតាក់ទេក៏រៀបចំមួយតាក់មួយអីហើយរៀបចំ check out អញ្ចឹងណាទាំងអស់គ្នាហើយខ្ញុំចូលចិត្តស្ដាប់សលេងតាក់ហូព្រោះវាមានអារម្មណ៍ស្ងប់នេះខ្ញុំគិតថាខ្ញុំរៀបចំស្លៀកពាក់អញ្ចឹងមកអីមកហើយខ្ញុំនឹងចំណាយពេលវេលាពេលថ្ងៃរបស់ខ្ញុំបន្តិចដោយសារខ្ញុំអត់ទាន់ដឹងទៅណាហើយខ្ញុំអត់ទាន់បានហែតាក់ទេដោយសារអាងហែតាក់គេស្អាតណាស់ទាំងអស់គ្នាមើលដូចនៅក្នុង blog ទី1អញ្ចឹងអាងហែតាក់គេ360ដឺក្រេអាចមើលទីក្រុងអាច